ហើយដើម្បីបានជាខ្ញុំត្រូវពិនិត្យសុខភាពស្ត្រីផ្នែកខាងក្រោមសុខភាពផ្នែកខាងក្រោមសំដៅទៅលើមាត់ស្បូនតួស្បូនក្រពេញដៃស្បូនពាក់ព័ន្ធនឹងបញ្ហាជំងឺផ្សេងឬក៏ជាជំងឺមហារីកណាមួយដែលអាចកើតឡើងដំណាក់កាលដំបូងការពិនិត្យគំនាឬក៏ការស្កាមាត់ស្បូនអាចឲ្យយើងដឹងពីករណីការស្កាខុសប្រក្រតីឬក៏យើងអាចពិនិត្យបូកជាមួយនឹង APV ដែលអាចឲ្យយើងដឹងថាតើយើងបានចម្លង APV ពីដៃគូយើងដែរឬទេទោះបីប្រភេទ APV ស្លូតឬកាចយើងនឹងមានវិធានការព្យាបាលឲ្យទាន់ពេលវេលាបងប្អូនមួយទៀតគិតថាពេលមកពិនិត្យខ្ញុំឈឺណាស់គឺខ្ញុំមិនអាចទ្រាំបានតែកុំភ័យសម្ភារៈដែលគ្រូពេទ្យប្រើប្រាស់គឺតូចបំផុតហើយប្រើមានសុវត្ថិភាពបំផុតប្រើមួយសម្រាប់មនុស្សម្នាក់ទេហើយគេយកទៅសម្អាតត្រឹមត្រូវទី2ខ្ញុំខ្មាស់ខ្ញុំអៀនកុំភ័យបងប្អូនពាក់ម៉ាស់មកគ្រូពេទ្យអត់ដែរចាំបកគលមួយណាទេទីថានៅកណ្ដាលផ្លូវសើចដាក់គ្រូពេទ្យដែរគ្រូពេទ្យក៏អត់ចាំដែរកុំភ័យឲ្យសោះ